ពាក្យចចាមអារ៉ាមរាលដាលពេញអនឡាញថាអ្នកនិពន្ធជាភ្នាក់ងារនៅ NIS ពិតប្រាកដគេជាឃាតករគួរឲ្យខ្លាចនោះជាការសម្ងាត់នេះជាដៃខ្មៅទំហំ 4B ដែលខ្ញុំប្រើគូគំនូជំគួតចាំមើលជន់គេនិយាយពីជន់ខ្ញុំមិនបាញ់ឬក៏វាឃាតករជន់ទេខ្ញុំប្រកាន់ភ្ជាប់ជាមួយនឹងឫសគល់របស់ខ្ញុំជានិច្ចបាទអរគុណសួស្តីបញ្ចប់ខ្សែរឿងលោកមានអានការរិះគន់នឹងអត់ពួកអាចចង្រៃទាំងអស់នេះពួកគេធ្វើឲ្យខ្លះបើកចំហមូលហេតុផ្ទុះក្របបែកលើកនេះបណ្ដាលមកពីចេតនានរណាម្នាក់ខ្ញុំជាឃាតករភ្នាក់ងារជនចាប់ពួកគេទាំងអស់គ្នាដោយសារតែជនគ្រាន់តែគូទៅតាមអ្វីដែលគេត្រូវការតែប្រុសទេមានការវាយឆ្មក់បែបភេរវកម្មក្នុងប្រទេសកូរ៉េពួកយើងពួកឯងគ្នាច្រើនគេម្នាក់មិនស្មារភាពតោះមេកាពីតេក្លិនស្អីហ្នឹងអញក៏គ្រិចណាស់ហើយខ្ញុំចនហេអ៊ីនបកាជោខ្ញុំលេមីណាអូល្អណាស់ឃាតករសម្ងាត់ជនពេញនិយមខ្លាំងណាស់ពួកខ្ញុំអាចនឹងជាពាក់បំណុលប៉ុន្តែគ្រួសារខ្ញុំរស់នៅយ៉ាងមានក្តីសុខគឺស្វាមីអ្នកនាងបានយកប្រាស់កម្ចីទិញផ្ទះរបស់អ្នកនាងអើយបងឈួតខ្លាំងណាស់កាយ៉នឯងអាចទៅញ៉ាំមីកំប៉ុងបានទេប្រុសសម្រាមទាំងអស់ហ្នឹងលឺឡាប៉ាតុក្កតាប៉ាទៅវិញទេដែលជាសម្រាមឯងធ្លាប់មើលតុក្កតាភ្នាក់ងារដៃឆៅជនទេអូរដូវកាលទី2ចេញមកមែនទេមើលទៅគួរឲ្យធុញដូចជាសម្រាមអញ្ចឹងដូចជាកិច្ចការរបស់ប៉ែខ្ញុំខ្ជាឆុងគេជាកំពូល VIP ដែលនៅក្នុងវិចិត្រសាលរបស់ពួកយើងតើស្វាមីអ្នកនាងធ្វើការអ្វីដែរទៅគេគូតុក្កតាអត់ប្រយោជន៍ទេអត់ប្រយោជន៍ផងអីគេមិនមែនជាប្រុសធម្មតាទេគេជាឃាតករហើយចាំបានអីទៅសងសឹកយើងគ្រាន់តែយករបស់អ្វីដែលជារបស់ពួកយើងមកនេះមួយរយៈហើយតាំងពីពួកយើងរៀបការជាមួយគ្នាដោយការនៅអតីតអញ្ចឹងពួកខ្ញុំមកហើយសម្រុកចូលទៅរឿងអ្នកងារដៃឆៅវគ្គ 2